អាហ្វានតាមពិតខ្ញុំមានសំណួរមួយចង់សួរអ្នកយូរហើយតើអ្នកស្អប់មនុស្សជាតិខ្លាំងណាស់មែនទេខ្លាំងណាស់ហេតុអ្វីទៅអាហ្វានតើអ្នកអាចប្រាប់ខ្ញុំបានទេរឿងនេះពិតជាសំខាន់សម្រាប់ខ្ញុំណាស់នៅទីនេះវាគ្រោះថ្នាក់ពេកសម្រាប់អ្នកខ្ញុំនឹងជូនអ្នកចេញទៅឥឡូវនេះខ្ញុំមិនខ្វល់ថាអ្នករកខ្ញុំឃើញដោយវិធីណានោះទេថ្ងៃក្រោយគុំមកតាមរកខ្ញុំទៀតអីបើអញ្ចឹងប្រាប់ខ្ញុំមកហេតុអ្វីបានជាអ្នកស្អប់មនុស្សជាតិខ្លាំងម្ល៉េះបើប្រាប់ហើយខ្ញុំនឹងលែងតើអ្នកចង់ធ្វើអ្វីឲ្យប្រកបទៅខ្ញុំចង់រំលាយការគុំគួនរវាងអ្នកនិងមនុស្សជាតិគុំស្មានថាខ្ញុំមិនហ៊ានសម្លាប់អ្នកឲ្យសោះកុំភ្លេចឲ្យសោះថាខ្ញុំគឺជាបិសាចដែលស៊ីសាច់មនុស្សទេអ្នកមិនមែនជាបិសាចបែបនោះទេខ្ញុំដឹងហើយថាអ្នកនឹងមិនឈរមើលដោយមិនជួយនោះទេអរគុណអ្នកទាំងពីរណាស់សូមអរគុណមិនបាច់អរគុណខ្ញុំទេខ្ញុំគ្រាន់តែឃើញពួកអ្នកចាស់ជរានិងមានជំងឺតែប៉ុណ្ណោះចាស់ជរាខ្ញុំអាចយល់បានចុះពាក្យថាមានជំងឺមានន័យថាម៉េចទៅតានយូហេតុអ្វីបានជាអ្នកឡានហេតុអ្វីបានជាអ្នកទាំងពីរនៅជាមួយគ្នាអញ្ចឹងមានន័យថាអ្នកបានទៅដល់អាណាចក្របិសាចដើម្បីតាមរកគេមែនទេដើម្បីគេអ្នកហ៊ានទៅដល់អាណាចក្របិសាចម្នាក់ឯងផងអីវ៉ៃអូជើកាលពីមុនគេក៏ធ្លាប់ចូលទៅក្នុងបន្ទប់របស់ម្ចាស់បិសាចដែរតាលូដានយូតើអ្នកដឹងទេថាខ្លួនឯងជាមនុស្សទោះបីជាអ្នកស្រឡាញ់គេខ្លាំងយ៉ាងណាក៏ដោយក៏មិនគួរចូលទៅក្នុងទីស្នាក់ការកណ្ដាលរបស់បិសាចដែរវាដូចជាដើរចូលមាត់ប្រសិនបើមានរឿងអ្វីកើតឡើងចំពោះអ្នកតើឲ្យខ្ញុំរស់នៅយ៉ាងម៉េចទៅខ្ញុំដឹងខ្លួនខុសហើយបានហើយនៅទីនេះចុះខ្ញុំនឹងទៅរកឡានដើម្បីនិយាយជាមួយគេបន្តិចខ្ញុំនឹងទៅជួយដងទឹកឲ្យលោកយាយបន្តិចលោកម្ចាស់បិសាចសឹងប៊ីងមាននាងនៅក្មេងខ្ចីមិនដឹងអីទេអរគុណលោកហើយដែលបានជួយមើលថែនាងខ្ញុំមិនបានធ្វើអ្វីទេហើយក៏មិនបានមើលថែនាងដែរមិនបាច់អរគុណខ្ញុំឡើយល្អណាស់បើអញ្ចឹងយើងមកនិយាយពីរឿងមនោសញ្ចេតនារវាងអ្នកទាំងពីរវិញស្អីគេសំណាងអាក្រក់អីក៏យ៉ាងនេះហេតុអ្វីគ្រាន់តែចេញមកភ្លាមក៏ជួបពួកគេទាំងពីរតែម្ដងប្រហែលជាមកពីទំនាក់ទំនងរវាងបុត្រនៃពិភពលោកនិងបុត្រីនៃពិភពលោកហើយមើលទៅប្រហែលជាអញ្ចឹងហើយរឿងនេះវាហួសពីការស្មានទៅទៀតចុះឥឡូវត្រូវធ្វើម៉េចទៅខ្ញុំតាមរំខានអាហ្វានឡើងចង់ស្លាប់គេនៅតែមិនព្រមចេញមកឥឡូវថាតែមួយតែបារម្ភនឹងវាយឆ្លងនៅទីនេះនឹងគេច្បាស់ជាមិននិយាយអ្វីទៅអស់ហាលើកនេះច្បាស់ជាលៀងខ្លួនមិនជ្រះមែនតែនហើយខ្ញុំនឹងនាងគ្មានបញ្ហាមនោសញ្ចេតនាអ្វីជាមួយគ្នាទេលោកម្ចាស់បិសាចទោះបីជាលោកជាបិសាចក៏លោកមិនអាចធ្វើជាមនុស្សគ្មានបេះដូងបែបនេះដែរពិតមែនហើយកាលពីមុនអ្នកទាំងពីរធ្លាប់ស្នាក់នៅផ្ទះសំណាក់ជាមួយគ្នាហើយឥឡូវនាងថែមមនោសញ្ចេតនារបស់នាងចំពោះលោកជ្រាលជ្រៅណាស់តើលោកអាចនិយាយថាគ្មានរឿងអ្វីកើតឡើងបានយ៉ាងម៉េចរឿងរ៉ាវវាមិនមែនដូចអ្វីដែលអ្នកទាំងអស់គ្នាគិតនោះទេ
ពួកយើងមិនបានគិតដេះដាស់ទេអ្វីដែលពួកយើងនិយាយគឺឃើញនឹងភ្នែកទាំងអស់ត្រូវហើយឃើញនឹងភ្នែកផ្ទាល់តែម្ដងអ្វីដែលឃើញមិនប្រកាសថាជាការពិតទាំងអស់នោះទេខ្ញុំនឹងនាងពិតជាគ្មានអ្វីនឹងគ្នាពិតមែនសម័យនេះទៅហើយសូម្បីតែបិសាចក៏ចេះកុហកបិសាចដែរអាណិតតែលូដានយូទេដែលមានចិត្តស្មោះតែត្រូវគេបោះបង់ចោលពិតមែនហើយចិត្តក្មេងស្រីមិនអាចប្រគល់ឲ្យគេងាយពេកនោះទេខ្ញុំនិយាយជាមួយពួកអ្នកមិនយល់ទេបើមិនជឿទៅសួរនាងដោយផ្ទាល់ទៅលោកនិយាយត្រូវហើយតោះទៅពួកយើងនឹងទៅសួរនាងឲ្យច្បាស់ហើយលោកត្រូវតែទទួលខុសត្រូវតានយូគ្រាន់តែទៅដងទឹកសោះហេតុអ្វីយូរម្លេះធម្មពលវិញ្ញាណនេះគឺវិមានធានតាវលោកម្ចាស់បិសាចលោកចង់មានន័យថាដានយូត្រូវបានមនុស្សពីវិមានធានតាវចាប់ខ្លួនទៅមែនទេហាហេតុអ្វីបានជាខ្ញុំនៅតែត្រូវជួបឈុតឆាកបែបនេះទៀតអញ្ចឹងវាជារឿងដែលមិនអាចជៀសផុតបានទេដែលវិមានធានតាវត្រូវនាំយកសមាជិកកោសម្ព័ន្ធលីខុងឈាមសុទ្ធត្រឡប់ទៅវិញព្រោះកោសម្ព័ន្ធយើងគេធ្វើបែបណាតាំងពីដើមមកបុត្រនិងបុត្រីនៃពិភពលោកច្បាស់ជាមកតាមរកអ្នកភ្លាមនៅពេលពួកគេដឹងថាអ្នកបាត់ខ្លួនចុះអ្នកគិតថាឡានឈីងមួយយាននឹងមកជួយខ្ញុំដែរទេក្រាបទូលព្រះនាងសមាជិកកោសម្ព័ន្ធលីខុងដែលនៅខាងក្រៅនោះត្រូវបាននាំមកវិញហើយកោសម្ព័ន្ធលីខុងតែងតែជាអ្នកមានគុណបំណាច់របស់មនុស្សជាតិក្នុងការបង្ក្រាបអាណាចក្របិសាចគេច្បាស់ជាคล้ายជាចំណែកមួយក្នុងចំណោមពួកគេមិនខានការលះបង់ដើម្បីមនុស្សជាតិគឺជាកិត្តិយសរបស់ពួកគេសិស្សច្បងតើក្មេងស្រីនៅខាងក្នុងនោះយ៉ាងម៉េចហើយរាយការណ៍សិស្សច្បងនាងស្ងប់ស្ងាត់និងរៀបរយណាស់បើកទ្វារទៅ